បាទគ្រូជំរាបសួរដល់បងប្អូននិងមិត្តភក្តិទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាមួយដែលខ្ញុំបានធ្វើដំណើរទៅលេងនៅខេត្តសៀមរាបបាទអញ្ចឹងជាទូទៅបងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាសម្រាប់ការធ្វើដំណើរគឺខ្ញុំបានធ្វើការជ្រើសរើសនៅក្រុមហ៊ុនរថយន្តក្រុងឡានឡារីតាដែលមានទីតាំងស្ថិតនៅជិតវត្តភ្នំបាទអញ្ចឹងសម្រាប់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នានៅពេលដែលយើងធ្វើដំណើរតាមរយៈរថយន្តក្រុងគឺយើងត្រូវធ្វើដំណើរមកមុនដើម្បីឲ្យងាយស្រួលនៅក្នុងការរៀបចំនៅសម្ភារៈរបស់យើងក៏ដូចជាពេលវេលាឲ្យបានសមស្របសម្រាប់ការធ្វើដំណើររបស់យើងផងដែរបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាមួយដែលខ្ញុំបានធ្វើការចេញពីផ្ទះគឺខ្ញុំ booking pass app ដើម្បីធ្វើដំណើរផ្ទាល់មកដល់បេនឡានរបស់ក្រុមហ៊ុនឡានឡារីតាបាទអញ្ចឹងសម្រាប់ទស្សនវិជ្ជានៅពេលរាត្រីនេះសម្រាប់ទីក្រុងភ្នំពេញគឺឃើញថាមានភាពមមាញឹកនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅរាត្រីយប់នេះបាទអញ្ចឹងគឺឃើញថាសម្រាប់ក្នុងរាត្រីភ្នំពេញគឺមានទៅដោយភ្លើងពណ៌យ៉ាងស្រស់ស្អាតបើសម្រាប់ទស្សនវិជ្ជានេះគឺផ្សារដើមកែវដោយសារឃើញមានបងប្អូនអាជីវករជាច្រើនបានធ្វើការលក់ដូរដូចជាបន្លែត្រីសាច់ដើម្បីផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញក៏ដូចជានៅតាមបណ្ដាខេត្តផងដែរបាទអញ្ចឹងសម្រាប់ទស្សនវិជ្ជានេះគឺថាដោយតែអ្វីដែលខ្ញុំបាននិយាយអញ្ចឹងដោយសារឃើញថាការចរាចរណ៍គឺមានភាពមមាញឹកដោយយប់នេះគឺជាយប់ថ្ងៃទី21ឈានចូលដល់ថ្ងៃទី22បាទអញ្ចឹងសម្រាប់ការធ្វើដំណើរក៏ដូចជាការចរាចរណ៍គឺមានសភាពរាងស្ទះបន្តិចដែរនៅតាមដងផ្លូវបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាមួយដែលខ្ញុំបានធ្វើដំណើរមកដល់បេនឡានឡាលីតាដែលយើងបានធ្វើការរៀបចំនៅកັບចុងសវត្តនៅលើកាបូបសម្ភារៈរបស់យើងដើម្បីធ្វើការទុកដាក់ឲ្យបានត្រឹមត្រូវបាទអញ្ចឹងនេះជាទស្សនវិជ្ជាមួយដែលខាងបុគ្គលិកខាងក្រុមហ៊ុនឡានឡាលីតាគាត់បានធ្វើការ check នៅសម្បត្តិភ្ញៀវដែលបានធ្វើការទិញផ្ទាល់ក៏ដូចជាការ booking តាមអនឡាញបាទអញ្ចឹងឥឡូវគឺយើងបានធ្វើការចូលទៅកន្លែងការស្នាក់នៅក៏ដូចជាការជិះនៅរថយន្តក្រុងដែលយើងអាចគេងយប់ផ្ទាល់តែម្ដងបាទអញ្ចឹងគឺយើងបានធ្វើការចេញដំណើរពីភ្នំពេញហើយក៏បានមកដល់នៃទឹកដីនៅខេត្តសៀមរាបដែលពេលវេលាដែលខ្ញុំបានមកដល់នេះគឺម៉ោង 2:18 នាទីបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាខាងក្នុងនៃបេនឡានបាទបន្តមកទៀតគឺយើងត្រូវធ្វើការរកនៅ pass app ក៏ដូចជាការ booking ដើម្បីធ្វើដំណើរទៅបន្ទប់ស្នាក់នៅបាទអញ្ចឹងសម្រាប់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នានៅពេលដែលយើងមានគម្រោងមកដើរលេងគឺយើងត្រូវធ្វើការកក់បន្ទប់ជាមុនជាៀងអត់មានបន្ទប់ស្នាក់នៅបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជានៅតាមផ្លូវនៃខេត្តសៀមរាបគឺឃើញថាមានភ្លើងបំភ្លឺនៅតាមដងផ្លូវយ៉ាងស្រស់ស្អាតដែលទស្សនវិជ្ជានេះគឺផ្សារលើហើយនឹងខាងស្ដាំដៃរបស់ខ្ញុំនឹងមានផ្សារសាមគ្គីមួយដែរសម្រាប់ទីក្រុងសៀមរាបឃើញថាមានការអភិវឌ្ឍច្រើនពេលរាត្រីទៀបភ្លឺឃើញថានៅតាមដងផ្លូវមានទៅដោយនៅអំពើបំភ្លឺផ្លូវយ៉ាងស្រស់ស្អាតបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាខ្លះៗដែលខ្ញុំបានមកដល់ទីតាំងនៃបន្ទប់ស្នាក់នៅបាទអញ្ចឹងសម្រាប់ការចូលស្នាក់នៅសម្រាប់ខ្ញុំគឺខ្ញុំបានធ្វើការចូលមុនម៉ោងអញ្ចឹងសម្រាប់តម្លៃនៃការស្នាក់នៅគឺយើងត្រូវធ្វើការ add ឲ្យទៅខាងម្ចាស់ផ្ទះសំណាក់ផ្ទាល់តែម្ដងបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាខ្លះៗដែលយើងបានធ្វើការឡើងទៅទូផ្សារនៅរបស់យើងបាទសម្រាប់បន្ទប់ដែលខ្ញុំបានធ្វើការកក់នេះមានក្រែ3បាទឥឡូវនេះបានមកដល់បន្ទប់ស្នាក់នៅហើយដែលសម្រាប់ការធ្វើដំណើររបស់ខ្ញុំគឺខ្ញុំចេញពីបេនឡានឡារីតាដែលមានទីតាំងស្ថិតនៅជិតវត្តភ្នំអញ្ចឹងសម្រាប់ពេលវេលាដែលខ្ញុំចេញគឺម៉ោង 9:18 នាទីពីយប់ហើយការធ្វើដំណើរមកដល់ទឹកដីខេត្តសៀមរាបម៉ោង 2:18 នាទីបាទអញ្ចឹងក៏ឆ្លៀតពេល check in បន្ទប់ដើម្បីរៀបចំអីវ៉ាន់ទុកដាក់ហើយអាចសម្រាកបន្តិចនឹងម៉ោង
ប្រហែលជា4 10នាទីឬក៏4 20នាទីនឹងធ្វើដំណើរចេញពីបន្ទប់ទៅទឹកដីខាងអង្គរដើម្បីយើងធ្វើការទស្សនាសម័យរាត្រីដែលតាមបើកគឺនៅម៉ោង5បាទអញ្ចឹងអាចនឹងមានឬច្រើនសម្រាប់នៃការទស្សនាសម័យរាត្រីនៅថ្ងៃសៅរ៍ខែមីនាឆ្នាំ2025បាទអញ្ចឹងសម្រាប់សម័យរាត្រីនេះមានមួយឆ្នាំ2ដងដែលឆ្នាំ2024គឺខ្ញុំបានមកលេងនេះគឺនៅថ្ងៃទី20ខែ9បាទអញ្ចឹងកុំភ្លេចធ្វើការតាមដានវីដេអូរបស់ខ្ញុំបន្តទៀតដែលខ្ញុំនឹងធ្វើការផលិតយកនៅហ្វូតូឬវីដេអូខ្លះៗនៅលើទឹកដីអង្គរថ្ងៃនេះតែម្ដងបាទអញ្ចឹងអរគុណច្រើនបងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនានៅវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ